ចានេះសក់បន្ទាប់ពីយើងធ្វើការអត់បុកសរោមជូនគាត់ហើយយើងចាំមកស្ដាប់ពីសម្ដីរបស់បងស្រីដែលគាត់មកទទួលសេវាកម្មចាចង់ដឹងថាខ្ញុំធ្វើហើយតើល្អប្រហែល%ហើយការដែលខ្ញុំធ្វើជូនគាត់ហ្នឹងតែគាត់ពេញចិត្តនៅស្នាដៃទឹកដៃហើយនឹងទឹកថ្នាំនៅហាងរបស់ខ្ញុំអត់អញ្ចឹងកុំភ្លេចមកស្ដាប់feedback របស់គាត់ទាំងអស់គ្នាហើយគាត់អត់មានបានលុយអីពីខ្ញុំទេហើយក៏អត់មានបានប្រម៉ូទអីឲ្យខ្ញុំដែរនេះគ្រាន់តែខ្ញុំចង់សួរគាត់ហើយចង់បានសម្ដីពិតពីភ្ញៀវអញ្ចឹងមិនដែរបងមួយមកអត់កន្លែងខ្ញុំមិនដែរមកចង់សួរយោបល់មួយមើលចិត្តអងទឹកថ្នាំអត់មានឈួលអត់មានស្អុយអីទេណាហ្នឹងហើយសុំ feedback ពិតមកបងមានជួលទេអត់មានប្រម៉ូទទេណានេះពិតមកបងប្អូននេះសក់គាត់តំអត់បោកជាមួយនឹងបញ្ចូលសេរ៉ូមវីតាមីនហើយនឹងស្ប៉ាក្នុងពេលតែមួយចាហើយនេះគឺជាសភាពសក់របស់គាត់គឺសក់របស់គាត់នោះមានការហើមសំពងហើយមានអត់មានសំណើមហើយស្ងួតហើយសក់របស់គាត់ហ្នឹងកន្លែងខ្លះតសៃនិយាយរួមទៅគឺមានការដាច់រលាត់ហើយពងអញ្ចឹងណាដោយសារគាត់ធ្លាប់ទៅអត់កន្លែងគេមកគឺទឹកថ្នាំដាក់អត់ត្រូវសរសៃសក់ចឹងធ្វើឲ្យសរសៃសក់គាត់ទៅ